ពលមករឿងនៅពាក់ព័ន្ធទៅនឹងការលែងលះប្តីប្រពន្ធរបស់បងប្អូននេះវិញអញ្ចឹងបានន័យថាម៉េចបានន័យថាប្តីប្រពន្ធនេះមានសម្បត្តិអាពាហ៍ពិពាហ៍ត្រឹមត្រូវកាលណាមានសម្បត្តិអាពាហ៍ពិពាហ៍គឺចង់រំលាយអានុភាពកតេយុត្តនៃសម្បត្តិអាពាហ៍ពិពាហ៍គឺត្រូវប្តឹងសុំទៅកាន់តុលាការប្តឹងសុំទៅកាន់តុលាការដើម្បីភាសាសាមញ្ញថាលែងលះនឹងភាសាសាមញ្ញថាលែងលះហើយភាសាច្បាប់ក៏គេថាលែងលះដែរមិនភាសាសាមញ្ញនេះភាសាច្បាប់ក៏គេថាលែងលះដែរនីតិវិធីនៃការលែងលះនៅក្នុងច្បាប់ស្តីពីអាពាហ៍ពិពាហ៍គ្រួសារនិងច្បាប់ស្តីពីក្រមរដ្ឋប្រវេណីក្នុងឆ្នាំ2007អញ្ចឹងតាមតុលាការជាការអនុវត្តជាក់ស្ដែងតុលាការគឺអាចអនុវត្ត3ដំណាក់កាលដំណាក់កាលទី1គឺនៅពេលទទួលបណ្ដឹងហើយគេនឹងកោះហៅភាគីបាទកោះហៅភាគីទៅផ្សះផ្សាគ្នាគោលដៅរបស់តុលាការគឺធ្វើម៉េចឲ្យភាគីទាំងពីរហ្នឹងគឺសះជានឹងគ្នាវិញនៅជាប្តីជាប្រពន្ធជាមួយគ្នាវិញដំណាក់កាលទី2គឺជាដំណាក់កាលផ្សះផ្សាដែរកោះហៅទៀតណាភាគីទាំងពីរហ្នឹងទៅផ្សះផ្សាគ្នាធ្វើម៉េចឲ្យសះជាឲ្យអាចនៅជាមួយគ្នាជាប្តីជាប្រពន្ធពីព្រោះគេមិនចង់វាប់ឡើងគឺឲ្យលែងវាប់ឡើងគឺរំលាយចំណងអាពាហ៍ពិពាហ៍ទេអាហ្នឹងគឺលើកទី2ដល់ពេលលើកទី2នៅតែអត់មានលទ្ធផលបានន័យថាភាគីមួយខាងនៅតែចង់លែងដោយលើកហេតុលើកផលកខងមិនអាចនៅជាមួយគ្នាកើតអាហ្នឹងលើកទី3លើកទី3គឺជាលើកដែលអាចនិយាយថាចុងក្រោយនឹងមាន2បានន័យថាបើសវនាការចុងក្រោយលើកទី3នឹងអាចមាន2ទី1អាចប្តីប្រពន្ធនឹងត្រូវរើគ្នាវិញគឺលែងប្តឹងលែងលះលែងប្តឹងរំលត់ចំណងអាពាហ៍ពិពាហ៍ប៉ុន្តែទី2បើមិនត្រូវរើគ្នាគឺថាសម្រេចត្មងឥឡូវភាគីខាងប្តីគឺលើកទី1នេះគឺសុំផ្សះផ្សាឲ្យតុលាការក៏ឲ្យផ្សះផ្សាដែរអាហ្នឹងអត់មានអីខុសទេបាទមានខុសទេហើយប្រពន្ធមិនព្រមផ្សះផ្សាអូខេអញ្ចឹងគេឲ្យដកថយត្រឡប់មកវិញបាទប្រហែលខែទៀតគេក៏ហៅលើកទី2ទៀតដែរទៅផ្សះផ្សាទៀតដែរដូចខ្ញុំនិយាយអញ្ចឹងបាទបើសិនជាដំណាក់កាលទី2នេះស្រាប់ប្រពន្ធនឹកឃើញថាប្តីអញយល់ថាខ្លួនខុសអញ្ចេះខុសអញ្ចោះសន្យាអញ្ចេះសន្យាអញ្ចោះកខខងគ្រប់បែបគ្រប់យ៉ាងហើយអញនឹកដល់អនុស្សាវរីយ៍អញនឹកដល់កូនវាអត់ឪវាអត់អីកខងសះជានឹងគ្នាវិញទៅអញ្ចឹងតឡាការគឺបញ្ចប់រឿងចេញសារក្រមចេញសេចក្តីសម្រេចសះជាជាមួយគ្នាវិញអញ្ចឹងទៅអានឹងលើកទី2ហ្នឹងលើកទី2តែលើកទី3ដូចខ្ញុំនិយាយអញ្ចឹងបាទលើកទី2ហ្នឹងនៅតែមិនព្រមសះជានឹងគ្នាទេគេឲ្យដកថយមកទៀតដែរប្រហែលខែក្រោយបានគេកោះហៅទៀតលើកទី3ហើយលើកទី3ហ្នឹងមាន2ដូចខ្ញុំនិយាយអញ្ចឹងគឺទី1ឲ្យធ្វើការសម្រេចចិត្តម្ដងទៀតភាគីទាំងពីរហ្នឹងជាពិសេសអ្នកដែលមិនព្រមនៃលែងលះអ្នកដែលមិនព្រមសះជាបាទសំខាន់អ្នកដែលមិនព្រមសះជាបាទនេះមិនព្រមទៅរើគ្នាវិញបើនៅតែមិនព្រមទៅរើគ្នាវិញទេតុលាការនឹងចាប់ដើមពិនិត្យសម្រេចហើយអញ្ចឹងអ្នកដែលមិនព្រមត្រូវរើគ្នាវិញត្រូវលើកមូលហេតុឲ្យសមស្របតាមច្បាប់ដើម្បីសំអាងទៅកាន់តុលាការឲ្យតុលាការសម្រេចលែងលះឲ្យតុលាការសម្រេចរំលាយចំណងអាពាហ៍ពិពាហ៍មូលហេតុអីខ្លះដែលខ្លួនអាចលើកមាននៅក្នុងចែងសំទោសមានចែងនៅក្នុងច្បាប់ស្តីពីអាពាហ៍ពិពាហ៍គ្រួសារឆ្នាំ1989បើតាមចាំហើយនឹងច្បាប់ស្តីពីក្រមរដ្ឋប្រវេណីឆ្នាំ2007មូលហេតុដូចជាភាគីខាងប្តីប្រព្រឹត្តនៅកំហុសខុសឆ្គងដោយប្រការណាមួយឧទាហរណ៍ណាមិនខិតខំប្រឹងប្រែងរកស៊ីដើរទៅលេងតែប្រេះតែផ្ដាស់មានស្រីមានញីក៏ខកងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះជាដើមបាទជេរបចោដៀលពូជដៀលម្បោប្រពន្ធឬក៏ប្រើអំពើហិង្សាលើប្រពន្ធក៏ខងចចចញោឬក៏ភាគីប្រពន្ធនោះអស់មโนសញ្ចេតនានឹងប្តីនឹងត្មងវាមានយ៉ាងដែរមានអាការអីខ្លះអស់មโนសញ្ចេតនាទេមិនមែនមកពីរឿងកំហុសរបស់ប្តីមិនមែនមកពីកំហុសរបស់ប្រពន្ធទេគឺអស់មโนសញ្ចេតនាជាប្តីជាប្រពន្ធហ្មងណាអស់មโนសញ្ចេតនាជាប្តីជាប្រពន្ធហ្នឹងក៏គេអនុញ្ញាតតាមផ្លូវច្បាប់អនុញ្ញាតឲ្យលែងបានដែរព្រោះវាទៅជាមិត្តជាភក្តិហើយលែងដេកនៅជាមួយគ្នាកើតហើយលែងទៅជានៅជាប្តីជាប្រពន្ធបានហើយអាហ្នឹងក៏ច្បាប់ឬក៏តុលាការគេសម្រេចឲ្យលែងដែរប៉ុន្តែបើភាគីមួយខាងដែលមិនព្រមសះជាគ្នានេះគ្មានមូលហេតុសមស្របបន្តិចសោះ
ហើយទៅចង់លេងទៅមកខ្ញុំលេងហើយគេសួរថាមូលហេតុអីបានលេងខ្ញុំអត់មានមូលហេតុអីខ្ញុំចង់លេងទៅហ្មងវាមិនដែរទេលេងត្រូវតែមានមូលហេតុអញ្ចឹងត្រូវតែបញ្ជាក់មូលហេតុឲ្យគេអានេះខ្ញុំជូនប៉ុណ្ណឹងឯងគឺទោះបីជាភាគីមួយខាងទៀតនៃថាមិនព្រមលេងយ៉ាងណាក៏ដោយប៉ុន្តែភាគីមួយខាងទៀតគេមានមូលហេតុត្រឹមត្រូវសមស្របតាមបែបសីលធម៌គុណធម៌និងសង្គមព្រមទាំងច្បាប់នៃអនុញ្ញាតផងនោះមូលហេតុនោះគឺត្រូវបានតុលាការគេជឿជាក់គេនៅតែសម្រេចចុងក្រោយរំលាយចំណងអាពាហ៍ពិពាហ៍រំលត់អានុភាពកតេយុត្តនៃសម្បត្តិអាពាហ៍ពិពាហ៍ឲ្យយើងខ្លាចជាអ្នកដតីជាមួយគ្នាពីគ្នាហើយនៅពេលដែលលែងចាប់ដើមទៅបែងចែកទ្រព្យសម្បត្តិរួមប្តីប្រពន្ធអាហ្នឹងយកមកបែងចែកគ្នាទៅបើមានកូនចែកកូនចែកចៅអ្នកដែលចិញ្ចឹមកូនគឺមានសិទ្ធិទទួលបាននៅអាហារកាតព្វកិច្ចពីអ្នកដែលមិនទទួលបានការចិញ្ចឹមកូនអ្នកដែលមិនចិញ្ចឹមកូនត្រូវមានកាតព្វកិច្ចបង់អាហារកាតព្វកិច្ចទៅតាមលទ្ធភាពរបស់ខ្លួនដែលមានជាក់ស្ដែងបំណុលមានបំណុលរួមទេបើមានបំណុលរួមតុលាការនឹងនៃសម្រាប់អំពីបំណុលរួមនឹងឯងបាទអានឹងអញ្ចឹងណាបាទនឹងអញ្ចឹងឥឡូវវាមានរឿងមួយត្រង់ថាណែមើលរឿងហ្នឹងថាម៉េចអត់ឲ្យប្តីនៃឡើងផ្ទះចឹងហ៎សាក់រីមើលជប់អានតិចមើលណែឡើងតុលាការលើកទី1តុលាការព្រមឲ្យខាងប្តីផ្សះផ្សាគ្នាវិញតែប្រពន្ធមិនព្រមអាហ្នឹងជាសិទ្ធិរបស់គេបាទឲ្យគាត់ចូលផ្ទះគាត់និយាយថាលុះត្រាណាតែសុំការអនុញ្ញាតពីតុលាការបានម៉ែក្មេកគាត់ឲ្យចូលផ្ទះតែខាងប្រុសមានសិទ្ធិចូលផ្ទះមិនចាំបាច់សុំសេចក្តីសម្រេចឬសាលក្រមពីតុលាការបានអត់ខ្ញុំសួរសំណួរមួយដែលថាតើវាមានស្ថានភាពរបស់វាបើសិនជាអ្នកទាំងពីរឬក៏ប្តីនឹងប្រព្រឹត្តអំពើហិង្សាលើប្រពន្ធក៏ខងហើយប្រពន្ធបារម្ភខ្លាចប្តីនឹងប្រើអំពើហិង្សាឬក៏អាចនឹងធ្វើអ្វីមួយមិនសមគួរប៉ះពាល់ដល់បូរណភាពរូបរាងកាយបានន័យថាអំពើហិង្សាឬក៏អាយុជីវិតឬក៏រឿងផ្សេងៗនៅទីទៀតអាហ្នឹងគេមានសិទ្ធិដែរប៉ុន្តែសិទ្ធិនោះមិនមែនមានសិទ្ធិស្វ័យប្រវត្តិចេញពីយើងទេគឺយើងត្រូវសុំទៅតុលាការដូចគ្នាបើយើងចង់ហាមគេមិនឲ្យចូលផ្ទះគឺសុំទៅតុលាការបានន័យសុំដោយការរក្សាការពារបំបែកលំនៅសង្វាស់បំបែកលំនៅឋានរវាងគ្នានឹងគ្នាហើយតុលាការក៏គេមានវិធានការចឹងដែរក្នុងករណីខ្លះគឺគេចេញដោយការមួយមកគឺបំបែកលំនៅឋានរវាងប្តីនិងប្រពន្ធនឹងឲ្យនៅឆ្ងាយពីគ្នាព្រោះគេចង់ដឹងថានៅពេលដែលនៅឆ្ងាយពីគ្នានឹកគ្នាអត់ពេលខ្លះនៅឆ្ងាយពីគ្នាអាចនឹកគ្នានឹកឃើញអនុស្សាវរីយ៍កកងមួយទៀតគឺគេខ្លាចមានអំពើហិង្សាដាក់គ្នាទៅវិញទៅមកអញ្ចឹងគេអាចនឹងបំបែកលំនៅឋានអាហ្នឹងវាមានបងឯកអញ្ចឹងវាមានមូលដ្ឋានអញ្ចឹងមូលដ្ឋានទី2យើងសួរសំណួរថាតើផ្ទះនេះគឺជាផ្ទះរបស់អ្នកណាដីហ្នឹងគឺជាដីរបស់អ្នកណាបើដីនឹងផ្ទះនេះគឺជាផ្ទះរួមប្តីប្រពន្ធគេអានឹងហាម5គេអត់បានទេជាលក្ខណៈបុគ្គលហាម5គេអត់បានទេជាលក្ខណៈឯកជនហាម5គេអត់បានទេតើតែអ្នកឯងសុំទៅតុលាការដើម្បីហាម5គេឲ្យចូលឬក៏សុំបំបីលំនៅសង្វាស់សិនណាអានឹងអញ្ចឹងអានឹងខ្ញុំអត់បានច្បាស់ថាតើដីផ្ទះនេះគឺជាដីរបស់ម៉ែក្មេកឬក៏ដីរបស់ប្រពន្ធតែឯងអញ្ចឹងម្ចាស់ករណីបើឮហើយសូមបញ្ជាក់តំណែងមកផងបាទតែទោះបីជាដីរួមប្តីប្រពន្ធក៏ដោយក៏គេនៅតែអាចសុំទៅកាន់តុលាការដើម្បីបំបែកលំនៅសង្វាស់ពីគ្នាមួយរយៈសិនតុលាការក៏មានសិទ្ធិចេញដោយការបំបែកលំនៅសង្វាស់រវាងគ្នានឹងគ្នាមួយជំហានសិនមួយរយៈសិនក៏បានអត់បញ្ហាទេហ្នឹងហើយបានដូចគ្នាប៉ុន្តែគេហាម5ការចាត់ចែងទ្រព្យរួមផ្ទះសម្បែងដីធ្លីឬក៏ទ្រព្យផ្សេងៗនៅទីទៀតមិនឲ្យធ្វើអ្វីទាំងអស់មិនឲ្យផ្ទេរមិនឲ្យលក់មិនឲ្យធ្វើជាអំណោយមិនឲ្យស្អីទាំងអស់នៅរក្សាដដែលអាហ្នឹងបើសិនជាទ្រព្យរួមប្តីប្រពន្ធហ្នឹងអញ្ចឹងណាបាទឥឡូវហ្នឹងហើយដើម្បីកុំឲ្យវែងឆ្ងាយបើសិនជាភាគីម្ខាងទៀតលោកហាម5យើងមិនឲ្យចូលផ្ទះសម្បែងហ្នឹង
anh năng bia miền ở trắng đấy bởi cái hàm dương hỏi dương tới bia bạc cái này ấy chia cả ta sát xa nằm mặt rồi bỏ một nút bạc cái này chú luộc cái này chê bà chào cái này chuôn ấy chiên được làm bư hăng xà này ngay chẳng ba kia thà sông đầy cà pi tà la cá anh đang dừng từ sông đầy cà pi tà la cá mà một thế là tà la cá vô khơi nha mấy bà anh đang sông đầy cà pi tà la cá mà tam sân đông po bọc hàng sấy đem phở oi làng tiền đang từ anh đang nghe được chân tại vì men tết bờ sân chỉ tia dương đầy dương chỉ mùi đây pôn dương anh đang coi chỉ xích bỏ dương mùi đài lướt lên tại cái miên cái hai gạt đầy cá pi tà la cá bóng bạch lầm nơi sòng vạc đi từ ai ham pram dưới mình ói trâu nừ vấn đề mẹ miên đây thà đây à tia trọp rùm nó cứ chia bọc cô luôn tại anh đi tà la cá kia nâng vì phía bị cha ra tha cô bóng bạch chứ mình cô bóng bạch hay bóng bạch đâu vì thi ná hay ham pram đây à trọp sòng bạch nâng đòi biết mấy cái màu bị bạch bóng và bò từ nâng phò bởi giáo phía kia mà khàng nè ngày chân nhâm chun từ lòng với thà bà sân như kia nơi thành trắng dương từ sông tới thì muối sông đây cả sầm rạch pi từ là cá ao dương ai nơi thì nâng bán bà thì muối dương ọt miên cả lại nơi u thò chân tử thì pi dương sông đây ca để xa ca pi muối tiết cứ ham pram ca chặt chanh trọp sầm bát tầng ó đây chỉ trọp ruộng miền tia miền đầy u thò chân tới miền lan miền mà tô miền cô miền sài miền plư chân tới mình ơi tê tên đi mình ơi lụa đô mình ơi thôi chi ẩm nào ấy vậy đúng cứ mình ơi thừa quay thằng rong chấm xây đây sầm rạch tam đầm nặng ca này mùi mũi hốt đó sầm rạch lên lé nâng bay chạy trò sầm mặt co khò ngầu anh đang cứ trong chun chân tới bà ở con trẻ này là ngày gặp bàn tay chia xa trong crowd từ lòng với thà dưỡng vì cua tài này miền smart đầy muối thầy dư thọp chụp đây chụp pôn chụp mùi khỉ áo bị lướt lên đây cầm hộp ngôn ngô hàng phát đấy ra một phương xa lứa chỉ rưỡi chỉ bầm mát chỉ bầm trao chỉ rưỡi cả lòng tới mình xong chỉ đấy mình xong chỉ đây cùi chỉ vứt vì lướt lên tay đây nó bị bọt chất miền Tây miền nhí dây mình đáp hàm mình thôi tam mình prom phải chấm đòn tẹt trơn co co gỗ anh ấy cứ vi chia cầm hồ bọc hàng vào đấy mỗi tiết mua lịch tháng để du khơi thà vào đấy ai đừng prang bơi hướng xa đại dương này vào cả là muối anh ấy ok như này nhưng ai đã lẹ khăn trong ban thì muối đã lẹ khăn tha này anh tôi sống đầy cà pi tà la cà mất ban cho máu trâu nở phần đáy pe men tên tới bầm ram nắng lẹ khăn nắng thà tới của bán thà mình tới của bạn này dương để nè hàm kia nên cua sống từ từ là ca luôn này sống bầm bay lùm nơi sòng vả sống bầm bay lùm nơi sòng vả này này vì vua dương mình ai hàm kia bán ấy chỉ lùm nơi than này kia thọp luôn nơi hào kia tên nơi nè bà dương trong mình ao kia mà nơi cho mùi dương mùi rồi dạ cao này không đầm nạ ca đọc sai đi tại vì thi tà là cá nấc nhưng xong tôi tà là cá bầm bay làm nơi sòng qua từ nâng này ta lấy chân son khang nó vô tôi bị cha ra tới bà than là phiếp tha kia nơi tại rừng ta ăn hết phía kia khang phó tôi xong đây ca pi tà là cá đó rứa có phía kia khang sấy lư trong dây hết mình chăm bạch đã lẹ khăn ở kia đi cứ dương từ sông bi tà la ca mau bay lùm nữ xong qua rồi riêng dương nâng vào đây dương sanh từ hỏi phía kia na môi này phía kia từng pi bảo sân vi cứ chỉ trọp ruộng khai phía kia co phía kia khó cặp kế như cặp tê ta nên ta nó chai chìm não rư có lúa xong đây ca để xa ca phía bi tà la ca môi thiệt máu lư trọp xong mặt on đằng bà ở con chơi trong sông chun bờ